ពីនិតច្រកចេញចូលតែមួយក្នុងរដ្ឋបាលខេត្តស្វាយរៀងអាដាមពេញពោធិ៍អភិបាលខេត្តស្វាយរៀងបានអញ្ជើញជួបប្រជុំពិនិត្យនិងវិយតម្លៃផ្ដល់សេវារដ្ឋបាលដល់អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តស្វាយរៀងដឹកនាំដោយលោកស៊ូប្រាថ្នាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃអភិបាលខេត្តស្វាយរៀងបានស្វាគមន៍ចំពោះវត្តមានអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃនិងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានចំណាយពេលវេលាអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅរដ្ឋបាលខេត្តស្វាយរៀងនៅពេលនេះដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសគឺអាដាមអភិសតិបណ្ឌិតសសុខាបញ្ញោរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែបានផ្ដល់នៅទស្សនៈទានល្អនិងកែសម្រួលចំណុចខ្វះខាតដើម្បីឈានទៅសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាពការងារអាដាមស៊ូប្រាថ្នាបានលើកឡើងថាកិច្ចប្រជុំនេះរៀបចំតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ស្របតាមកង្វល់របស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាតែងតែយកចិត្តទុកដាក់ខ្ពស់លើការសួរសុខទុក្ខនិងភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងការទទួលបានសេវារដ្ឋបាលអាដាមបញ្ជាក់ថាការជួបប្រជុំនៅថ្ងៃនេះគឺដើម្បីរួមគ្នាពិនិត្យពិភាក្សានិងកែលម្អប្រព័ន្ធការងារឲ្យកាន់តែរលូនមិនមែនជាការចុះមកដកស្រង់កំហុសឬដាក់សម្ពាធទៅលើអង្គភាពណាមួយនោះឡើយក្រុមការងារចង់ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្ដែងដើម្បីជួយសម្រួលនិងកំណត់ស្ថាប័នទទួលខុសត្រូវឲ្យបានច្បាស់លាស់សម្ដៅធានាថារាល់ឯកសាររបស់ប្រជាពលរដ្ឋទទួលបានការមើលថែនិងដោះស្រាយទាន់ពេលវេលាជាពិសេសការកែសម្រួលនីតិវិធីការងារឲ្យកាន់តែសាមញ្ញនិងបម្រើសេវាឲ្យល្អជូនបងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរសូមបញ្ជាក់ថាកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុតំណាងក្រសួងរៀបចំដែនដីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃលេខាធិការដ្ឋានជអបនិងប្រធានអនុប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃអភិបាលរឿងខេត្តនាយកសាលាខេត្តនាយករដ្ឋបាលសាលាខេត្តអភិបាលរឿងខេត្តនិងអភិបាលរឿងក្រុងស្រុកទាំង8ស្រុកក្រុងនិងអង្គភាពច្រកចេញចូលតែមួយប្រធានការិយាល័យរៀបចំដែនដីសំណង់ភូមិបាលព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀតពីខ្ញុំឆាប់រឿង LTNG News ស្វាយរៀង